Hello again, welcome back to another VCE grammar tip. Today we are going to clear up the confusion between a lot and a lot of. សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់គន្លឹះវេយ្យាករណ៍ VCE ម្ដងទៀតថ្ងៃនេះយើងនឹងបំបត្តិភាពផិនច្រឡំចំពោះ a lot and a lot of. A lot is used alone as an adverb or informal phrase. A lot of is followed by a noun. A lot មិនត្រូវការនាមនៅពីក្រោយវាទេ A lot of ត្រូវការនាមនៅពីក្រោយវា Example I eat a lot. They talk a lot at school. I have a lot of homework. There are a lot of people here. ឧទាហរណ៍ខ្ញុំញ៉ាំបាយច្រើននាងនិយាយច្រើននៅសាលារៀនខ្ញុំមានកិច្ចការផ្ទះច្រើនមានមនុស្សច្រើននៅទីនេះ Remember, use a lot by itself. Use a lot of with a noun. សូមចងចាំថាប្រើ a lot មិនត្រូវការនាមទេប្រើ a lot of ជាមួយនឹងនាម Follow VCE for more grammar tips and speak English fluent សូមតាមដាន VCE ដើម្បីទទួលបានគន្លឹះវេយ្យាករណ៍បន្ថែមទៀតហើយអ្នកនឹងអាចនិយាយភាសាអង់គ្លេសបានដោយទំនុកចិត្តសូមអរគុណ